សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសាគូរ៉ាមានធ្វើការសម្រេចជាមួយសាច់យើងថ្មីមួយដែលទុំតែចេញថ្មីនេះទេហើយបើនិយាយពីសាច់យើងវិញគឺតកតជាមួយនឹងនារីម្នាក់ដែលអាចហៅថាការ៉ូបានគឺនេះជួយចិត្តតែងខ្លួនខ្លាំងណាស់ណាមួយក៏បានលងស្រឡាញ់ទៅកាន់បរិស introvert ម្នាក់នៅក្នុងថ្នាក់របស់នាងចាចង់ដឹងថាតើណាសាច់យើងរបស់យើងក៏ប្លែកល្អមើលស្វីតយ៉ាងណានោះអ្នកមកថ្មីអាចធ្វើការចុច subscribe នៅក្នុង channel មួយនេះឲ្យខ្ញុំអ្នកមួយបានចាំមករត់ like តោះយើងចូលតាមដានសាច់របស់យើងតែម្ដងណែអំឡុងពេលផឹកឡាដើម្បីក្មេងមួយចំនួនកំពុងធ្វើដំណើរទៅសាលារៀនជាឃើញទូឯកសិរបស់យើងអូនស៊ូស៊ូគីមីយ៉ូកំពុងតែរៀបចំតែខ្លួនឡើងនោះទេតបពេលតែខ្លួនហើយនេះចាប់ដើមរៀនតែនឹងស្វាគមន៍ទៅការមនុស្សដទៃប៉ុន្តែមិនរំមិនសូវចូលចិត្តព្រោះរៀងរស់រាយខ្លាំងពេកទៅជាធ្វើរៀងគួរខ្លាំងតិចគាត់ជឿបងប្រុសនេះចូលមកហើយចេះស្ដាយទៅពីអ្នកគេនោះមិនដែលត្រូវគ្នានោះទេឆ្លោះគ្នារាល់ថ្ងៃតតម៉ាក់គេនោះហើយចុះមកញ៉ាំឲ្យខាងខំឥឡូវក៏ដល់ពេលដែលអូមីយ៉ូត្រូវធ្វើដំណើរទៅឯសាលារៀនតពេលយកបានមកទឹកក៏ជួបមិត្តភក្តិគេផ្សេងទៀតដូចជាអូនអាស៊ូមីស៊ីណូនិងប្រូតៃរ៉ាស៊ូជីហើយដូច្នេះនាំឲ្យអូមីយ៉ូឲ្យឆ្ងាយពួកគេដើរមកជាមួយគ្នាបានប្រូតៃរ៉ាប្រាប់ទៅកាត់នេះយើងថាបាទដើរមកជាមួយគ្នាទេតែអធិបតេយ្យមកជាមួយគ្នាសោះជួបប្រទេសនៅកន្លែងរូបភ្លើងមិនហ្នឹងឥឡូវក៏មានមិត្តភក្តិគេផ្សេងទៀតដូចជាអូសាតូអូមីណាមីប្រូយ៉ាម្ដាកាតារ៉ូរហូតពេលដើរមកដល់ថ្នាក់ក៏មកស្វាគមន៍មនុស្សម្នាក់ទៀតឲ្យឃើញទូឯកស្រីរបស់យើងរៀងខ្លាចដោយសារតែនោះគឺជាទូឯករបស់យើងគាត់ណាមានឈ្មោះថាតានីយូស៊ូគីនិយាយថានៅពេលនោះប្រូតានីបានបែរមុខមកកាន់នាងនៅគាត់និយាយពាក្យថាអូហាយ៉ូតែប៉ុណ្ណោះជាស្ដេចគាត់ជាមនុស្សម្នាក់រៀង introvert ខ្លាំងអត់សូវចេះនិយាយស្ដីនិងមានមិត្តភក្តិនៅក្នុងនឹងច្រើននោះទេជាស្ដេចគាត់និយាយមួយគាត់ហើយនាងនេះរៀងធូរស្បើយច្រើននៅបន្តសួរទៅកាន់អូនសាតូនិងអូមីណាមីថាអារម្មណ៍ភ្នែករបស់អ្នកខំតែខ្លួននេះស្អាតអត់ដូចនេះពួកគេក៏ឆ្លើយថាមិនបានចាប់អារម្មណ៍ទេហើយឯដែលសំខាន់មិនព្រមប្រើរូបភ្នែកបរិមាត់ទៅប្រើរូបភ្នែកខ្លួនឯងផ្ទាល់ទៅអីតែឥឡូវនេះក៏ចាប់ដើមលើកមូលហេតុទៅវាមិនស្រួលដូចជារូបភ្នែកនេះផ្ទាល់ទេហើយក៏និយាយដូចហើយក៏សួរទៅកាន់ប្រូតានីនៅទីនោះថាសម្រាប់គាត់មិនដែរ5វិនាទីក្រោយមកគាត់ក៏បានតបវិញថាមិនសួរគាត់ហ្នឹងគាត់ដឹងមែនចឹងហើយនេះក៏បានសើចពួកឃើញគាត់ចរិតដូចដើរឃើញខុសការពីមុនសោះឃើញដូច្នោះនាំឲ្យមិត្តភក្តិរបស់គេទាំងពីរនាក់មានការឆ្ងល់ដែរហើយបានជាអូមីយ៉ូជួយចិត្តទៅនិយាយជាមួយគាត់ម៉ែតែនៅដឹងថាគាត់មិនបានចាប់អារម្មណ៍តាំងពីដើមអាតោះបែបនេះចាប់ដើមលើកមូលហេតុទៅថាមកពីចរិតគាត់បែបនេះទៅជានេះទៅនិយាយជាមួយឥឡូវចាប់ដើមនិយាយជាមួយគេទៀតហើយឃើញគេអត់ចាប់អារម្មណ៍ក៏ចាប់ដើមផ្សាយបន្តទៀតនាំឲ្យមិត្តទាំងពីររបស់អូមីយ៉ូថាឲ្យទៅកាន់នាងគុំទៅរំខានគាត់ខ្លាំងពេកអីដូចនេះចាប់ដើមគិតក្នុងចិត្តដែលឲ្យនាងសុំទោសផងដែលទៅរំខានគាត់ខ្លាំងបែបនេះព្រោះថាអ្វីដែលអ្នកបានធ្វើទៅនេះដោយសារតែនាងឆ្លាញ់គាត់ខ្លាំងពេកឥឡូវដែរអូមីយ៉ូបានគិតតាក់ទងទៅនឹងប្រូតានីបើជាពីសម្រាប់មនុស្សគ្រប់គ្នាគឺថាគាត់ជាមនុស្សម្នាក់ស្ងប់ស្ងាត់និងពាក់បេតាខ្ជូតតែប៉ុណ្ណោះក៏ប៉ុន្តែជាប៉ុន្តែគាត់ជាមនុស្សម្នាក់ដែលរៀនយល់ពីអ្នកដទៃហើយជាពិសេសការនិយាយស្ដីនិងអាកប្បកិរិយារបស់គាត់នោះដូចគ្នាតែស្រងមិនថានិយាយជាមួយអ្នកណាគេក៏ដោយនៅមិនជាអ្នកដងទៅនៅអំឡុងពេលដែលនាងបានបដូរកៅអីមកអង្គុយក្បែរគាត់នេះធ្វើនាងអៀនជាខ្លាំងមិននឹកស្មានថាវារីចកាត់ឡើងតទៅពេលអៀនខ្លាំងពេកការស្វាគមន៍របស់នាងទៅកាន់គាត់ក៏វាអាក្រក់មើលដែរនិយាយតែជារឿយៗសម្រាប់អូមីយ៉ូតែតែព្យាយាមនិយាយជាមួយនឹងគាត់ឲ្យបានកាន់តែច្រើនតាមតែអ្នកអាចធ្វើទៅបានក៏ប៉ុន្តែមើលទៅកាន់គាត់មិនសូវជាចាប់អារម្មណ៍ប្រមាណនោះទេតែអ្នកបានយល់ឃើញការធ្វើរបស់គាត់ក៏មានអីលាក់បាំងជាមួយនាងដែរពីមនុស្សចាប់ដើមនិយាយរឿងអីផ្សេងទៀតរួចហើយក៏បានសួរអបតានេះជាលើកទី3ដោយនេះបានជាមិត្តភក្តិរបស់គេទាំងពីរនាក់ណាប្រាប់ទៅកាន់ប្រូតានេះបើថាចាយម្នាក់នេះអញ្ញាញ៉ាយជាមួយគាត់ខ្លាំងពេកប្រាប់នាងទៅដោយនេះប្រូតានេះក៏បានតបថាការនិយាយរបស់អូមីយ៉ូបានរំខានមកកាន់គាត់ឡើងនោះពេលនេះរៀងចង់អៀនដែរនៅបានវាមិត្តភក្តិទាំងពីរឃើញណានេះបានរំខានទេតែក្នុងចិត្តនេះនិយាយថារំភើបជាខ្លាំងខំតែគិតថាគាត់នឹងលែងចង់ឲ្យនាងនិយាយជាមួយឥឡូវនេះបានជាពីអារម្មណ៍របស់នាងមកនាងពិតជាសូមទោសចំពោះការនិយាយច្រើនខ្លាំងជាមួយនឹងគាត់បើទោះបីជានាងឆ្លាញ់គាត់ខ្លាំងពិតមែនក៏នាងមិនអាចទៅនិយាយធម្មតាបានដែរព្រោះខ្លាចថាអ្នកដទៃយល់ឃើញនាងកំពុងតែឆ្លាញ់គាត់ទើបជាព្យាយាមធ្វើរឹកពីបែបនេះក្នុងការនិយាយជាមួយគាត់បានតែសម្រាប់អូមីយ៉ូក៏ឃើញថាប្រូតានេះមានចរិតក៏ខុសពីនាងឆ្ងាយដែរគេពេលនោះអូមីណាមីចង់ប្រមូលអូមីយ៉ូធ្វើដំណើរទៅញ៉ាំអីខាងខាអំឡុងពេលរៀនរួចប៉ុន្តែនៅក្នុងចិត្តរបស់អូមីយ៉ូនេះនាងចង់ធ្វើគេកាផ្ទះដែរអត់ចង់ទៅទេតែចង្ខោយកព្រមតទៅបានក្នុងពេលចេះលេប្រូចាំម្ដងក៏បានទៅសុំគេកាផ្ទះរបស់អូមីយ៉ូដើម្បីយកមកច្រឡងនៅទៀតអំឡុងពេលនោះមើលរត់ថ្នាក់របស់អូមីយ៉ូចាប់អារម្មណ៍ទៅលើការចែកបោះនេះមិនស្មិនធ្វើពួកគេសើចខ្លាំងណាស់ហើយនៅមកក៏ចង់ follow account របស់អូមីយ៉ូដែរនៅពេលនេះចាប់ដើមមានភ័យពួកមិនដឹងថាខ្លួនឯង post អីខ្លះទេនៅក្នុង account មួយហ្នឹងមកជួយប្រមាណដល់មកចេញផ្ទះណាពួកគេក៏បានមកញ៉ាំអីជាមួយគ្នាឥឡូវនេះប្រូតៃរ៉ាបានចៃតាក់តងទៅនឹងប្រូតានេះថាគាត់ជាមនុស្សម្នាក់ដែលឆ្លាតខ្លាំងណាស់នៅក្នុងក្រុមរបស់ពួកយើងសូម្បីតែប្រូចាំម្ដងក៏យល់ឃើញដូចគ្នានៅសម្រាប់អូសាតូធ្លាប់ដឹងថាប្រូតានេះរៀននៅតុកសូកាពីមុនឥឡូវអំឡុងពេលឃើញគេនិយាយបែបនេះក៏ឃើញថាអូមីយ៉ូរៀងចង់ឆ្លក់អីមិនទេបុករួមជាមួយអូមីណាមីមកនិយាយថាមានតែអូមីយ៉ូទេដែលចិត្តស្និទ្ធជាមួយប្រូតានេះជាង
គេនេះក៏កាន់តែឆ្លក់ខ្លាំងលើដើមគីវិញដែរអូមីណាមេនៅប្រតៃរ៉ានិយាយតាក់ទងទៅនឹងរឿងទូសម្ដែងម្នាក់ដែលតុំតែឈ្នះពានថ្មីនេះហើយនៅមួយអូមីយ៉ូក៏ចាប់អារម្មណ៍ទៅកាន់ទូសម្ដែងនឹងដែរតែទោះបីជាណាក៏ដាក់អំឡុងពេលដែលនៅសើចសប្បាយនោះក្នុងចិត្តរបស់អូមីយ៉ូគឺឃើញថាអ្នកកំពុងតែលាក់អារម្មណ៍របស់ខ្លួនឯងខ្លាំងណាស់មិនហ៊ានឲ្យគ្រប់គ្នាដឹងពីអារម្មណ៍ពិតរបស់នាងនោះទេហើយការធ្វើទាំងអស់នេះរាល់ពេលដែលនាងចេញទៅផ្ទះម្ដងហ្នឹងគឺថាអស់កម្លាំងខ្លាំងពេកអំឡុងពេលដែលសម្ដែងធ្វើដូចជាខ្លួនឯងជាមនុស្សម្នាក់ដែលរស់រាយរាក់ទាក់ខ្លាំងនៅអំឡុងពេលនេះដើរធ្វើដំណើរទៅផ្ទះស្ងាត់ហែកមកប៉ុណ្ណាណៃណាក៏ឃើញប្រូតានេះអត់ទាន់ត្រឡប់ទៅផ្ទះវិញទេបានធ្វើឲ្យមីយ៉ូចាប់ដើមភ័យហើយសួរទៅកាន់គាត់មកអត់ទាន់ទៅផ្ទះទៀតប៉ុន្តែក្នុងចិត្តវិញហើយខ្លាំងណាស់ខ្លាចគាត់ឃើញអំឡុងពេលនឹងហាមកធំចៃដន្យអីប្រូតានេះធ្វើដំណើរទៅផ្ទះតាមផ្លូវរបស់អូមីយ៉ូដែរដូច្នេះអូមីយ៉ូក៏បានមើលលេខមើលការសិនខ្លាចថាមានណាគេនៅនឹងពេលអត់មានទើបបានជាប្រាប់ទៅកាន់ប្រូតានេះតែទៅមកអៀនអដែងថានេះចង់ធ្វើដំណើរទៅផ្ទះជាមួយនឹងគាត់អំឡុងពេលដើរនោះអូមីយ៉ូដឹងថាប្រូតានេះអត់ដែលធ្វើដំណើរទៅផ្ទះជាមួយណាគេពីមុនទេដូច្នេះនេះក៏បានរៀងអៀនភ័យទៅកាន់គាត់ដែរព្រោះពេលដែលមកផ្ទះវិញអត់ដែលជួបគាត់ទេប្រហែលជាគាត់រវល់ក្នុងនាមជាប្រធានក្រុមប្រឹក្សានិស្សិតម្នាក់ជាស្ដាយអំឡុងពេលដើរនោះអូមីយ៉ូព្យាយាមនិយាយរឿងយ៉ាងច្រើនតែប្រូតានេះតទៅពីអូខេមួយគត់បែរជាអ្នកយករឿងអីផ្សេងមកនិយាយវិញថាមិនគឺអ្នកបានទៅញ៉ាំអីជាមួយមិត្តភ័ក្តិលើពីនេះទៀតគឺមាន burger យ៉ាងធំធ្វើនេះក៏ពិបាកក្នុងការញ៉ាំដែរព្រោះមាត់ខ្លួនឯងទូចខ្លាំងពេកអត់ទាន់និយាយចាប់ក្នុងចិត្តចាប់ដើមឆ្ងល់ពីខ្លួនឯងហាក់មិនជាលើកប្រធានបទអបិយបែបហ្នឹងមកនិយាយជាមួយគាត់តែនេះក៏ភ្ញាក់ផ្អើលខលពីឃើញថាគាត់ក៏ចាប់អារម្មណ៍រឿងហ្នឹងដែរគឺដូច្នេះអូមីយ៉ូក៏បានបន្តបើថាមិនមកពួកយើងអាចទៅញ៉ាំជាមួយគ្នាបានឬបែបនេះប្រូតានេះក៏អបកាយដែរនាំឲ្យអូមីយ៉ូចាប់ដើមឆ្ងល់ថាគាត់និយាយនឹងយកគួរឬពិតជាចង់ទៅញ៉ាំអីជាមួយនាងមែនយ៉ាងណាក៏ដោយសម្រាប់អូមីយ៉ូបានស្គាល់ប្រូតានេះយ៉ាងច្បាស់ដែរថាគាត់ជាមនុស្សម្នាក់អត់ចេះនិយាយកុហកទេចូលចិត្តបង្ហាញពីអារម្មណ៍ពិតរបស់ខ្លួនឯងតែប្រូតានេះគិតអីគឺនិយាយនឹងចេញមកតែម្ដងម្ល៉េះហើយគឺនឹងអត់មានពាក្យអីទៅតបទៅកាន់គាត់វិញទេពីពេលដែលកំពុងអៀនខ្លាំងអត់មានពាក្យអីតទៅកាន់គាត់នៅបខំឲ្យខ្លួនឯងចៃអីមួយណាក៏ធ្វើឲ្យដៃរបស់នាងទៅប៉ះដៃប្រូតានេះតែម្ដងនាំឲ្យចៃខ្ជិលមីយ៉ូអត់មានពាក្យអីតបឡើយអៀនចង់ប្រកាច់ប៉ុន្តែក៏សម្រួលអារម្មណ៍ដើរទៅជាមួយគ្នាទៅជាគេថាអំឡុងពេលដែលដើរទៅនោះប្រូតានេះក៏បានសម្រេចចិត្តកាន់ដៃរបស់អូមីយ៉ូតែម្ដងក្នុងចំណុចហ្នឹងហើយបែបនេះអូមីយ៉ូអារម្មណ៍របស់នាងមិននឹកស្មានដល់សោះថានឹងមានរជកាត់ឡើងវាហាក់ដូចជាសុបិនប៉ុន្តែបានចេញពីដៃនាងវិញកំពុងតែបែកញើសខ្លាំងណាស់នឹងតាក់ទងជាមួយបេះដូងរបស់អូមីយ៉ូលោតញ័រឡើងចង់ខ្ទេចអស់ហើយប៉ុន្តែខលពីដើមមកដល់កន្លែងមនុស្សម្នាពេញហ្នឹងក៏ឃើញប្រូតានេះប្លែងដៃនាងទៅដោយសារតែពេលនោះគឺជាពេលវេលាដែលប្រូតានេះត្រូវធ្វើដំណើរបាត់ទៅផ្លូវផ្ទះរបស់គាត់លុបដល់ពេលនេះយើងឃើញថាបងប្អូនមីយ៉ូនោះបានបើកទ្វារចូលមើលហើយក៏ឃើញថាអូមីយ៉ូកំពុងតែដេកនៅមុខផ្ទះហ្នឹងតែម្ដងនិយាយពីចរិតវិញខុសគ្នាឡើងមកឆ្ងាយអាពេលនៅផ្ទះហើយជាមួយនៅសាលាណាមួយទៀតក៏វាឃើញដៃរបស់ខ្លួនឯងនោះប្រកាច់ត្រិលតែម្ដងសូម្បីតែអាពេលញ៉ាំបាយក៏ញ៉ាំមិនចូលដែរគិតតាក់ទងទៅនឹងការកាន់ដៃគ្នាជាមួយនឹងប្រូតានេះដែលជាមនុស្សផុសដែលខ្លួនឯងស្រឡាញ់ឥឡូវក៏យប់ទៅហើយប៉ុន្តែនៅតែបន្តគិតរឿងនឹងតែជាហេតុនាំឲ្យនាងស្រែកពេញផ្ទះតែម្ដងក្រោយពីត្រូវមកបងប្រុសខ្លួនឯងបន្ទាប់ពីស្រែកនោះយើងឃើញថាឥឡូវក៏ផឹកហើយរហូតដល់ទៅពេលញើបឡើងនៅមើលម៉ោងទៅក៏ប្រកាច់ស្លន់ស្លាព្រោះឥឡូវម៉ោងជាង10ទៅហើយសូម្បីតែអ្នកផ្ទះក៏នៅដែរគ្រាន់តែរៀបចំម្ហូបខ្លះសម្រាប់នាងតែប៉ុណ្ណោះអំឡុងពេលម្ដាយសាលាប្រូយ៉ាម្ដាបានមកសួរទៅកាន់អូមីយ៉ូអដែងថាអូមីយ៉ូជាមួយប្រូតានេះកំពុងតែស្រឡាញ់គ្នាមែនដោយសារប្រូកាពីយ៉ូបានឃើញពួកគេទាំងពីរធ្វើដំណើរទៅផ្ទះជាមួយគ្នាបូករួមជាមួយការកាន់ដៃផងដែរម្ល៉េះហើយនាំអូមីយ៉ូចាប់ដើមមានឆ្ងល់ដោយសារតានាងអត់បានស្គាល់អាឆ្កួតណាឈ្មោះកាពីយ៉ូទេគេពេលនោះនៅក្នុងចិត្តរបស់អូមីយ៉ូបើទោះបីជាធ្វើដំណើរទៅជាមួយគ្នាមិនសល់មិនប៉ុន្តែមិនច្បាស់ថាជាសង្សារឡើយគាត់ដើរទៅជាមួយគ្នាសោះហ្នឹងជាពិសេសក៏សោយម្លេះគាត់ដើរមួយគាត់ម្ដងសោះក៏មានគេចាប់អារម្មណ៍ឃើញទៅហើយនៅបូករួមពីអារម្មណ៍ភ័យស្លន់ស្លាបែបនេះដោយខ្លាចគេឃើញពីអារម្មណ៍ពិតរបស់ខ្លួនឯងក៏បានប្រកែកមកទៅហឹងថានេះបានមានតំណែងអីជាមួយនឹងអបតានេះឡើយតែមិនណាគ្រាន់តែនិយាយរត់ហើយក៏ឃើញថាអបតានេះនៅក្នុងថ្នាក់ដែរនៅបន្ទាប់ពីនោះគាត់ក៏បានយកសភៅហើយធ្វើដំណើរចាក់ចេញទៅឥឡូវនេះសម្រាប់អូមីយ៉ូឃើញថាវាកាន់តែអាក្រក់ជាងមុនទៀតពួកគាត់បានស្រាប់លើការបដិសេធរបស់នាងទាំងស្រុងម្ល៉េះហើយគេពេលនោះនាងក៏បានស្រែកប្រាប់ទៅកាន់ប្រូតានេះដែលថាគាត់យល់ច្រឡំហើយនាងមិនបានចេះបែបហ្នឹងនោះទេនៅបន្តសុំទោសទៅកាន់គាត់ប៉ុន្តែនាងក៏ចាប់ដើមគាំងពួកច្រឡំចៃនៅមុខមិត្តរួមថ្នាក់ទាំងអស់គ្នាជាក់ស្ដែងទៅគ្រាន់ការកាត់របស់នាងសោះមិនការប៉ិតផងដែរឥឡូវនេះនាងនៅតែបន្តគិតរឿងនឹងតែបាននិយាយពីនាងអារម្មណ៍ភ័យក៏ភ័យខ្លាចក៏ខ្លាចហើយខឹងក៏ខឹងទៅទៀតរហូតដល់តែពេលបានអង្គុយនៅក្បែរប្រូតានេះនាងមិនគុំនឹងចង់និយាយពីអារម្មណ៍ពិតរបស់ខ្លួនឯងប្រាប់គាត់កុំឲ្យយល់ច្រឡំតទៅទៀតប៉ុន្តែអារម្មណ៍នាងនៅតែភ័យព្រោះបើសិនជានិយាយនៅក្នុងថ្នាក់នេះអាចជាគេគ្រប់គ្នានឹងស្ដាប់លើជាពេលដែលអារម្មណ៍មិនល្អក៏ឃើញប្រូតានេះមកនិយាយជាមួយនាងតែម្ដងនៅប្រាប់ទៅកាន់អូមីយ៉ូមិនបាច់ចាំភ័យតាក់ទងទៅនឹងរឿងពាក្យចាំរាមទាំងអស់នោះទេហើយក៏សូមឲ្យអូមីយ៉ូបំភ្លេចរឿងដែលកើតឡើងម្សិលមិញទៅចោះដែលពេលគេដែលគាត់ធ្វើដំណើរចេញទៅក៏មិត្តភក្តិរបស់គេប្រមាណអ្នកមកនិយាយជាមួយអូមីយ៉ូដែលអូមីណាមេចង់នាំអូមីយ៉ូទៅញ៉ាំពូតលីងចំណែកឯប្រូយ៉ាម៉ាដាឃើញថាអូមីយ៉ូពិតជាស្និទ្ធស្នាលជាមួយប្រូតានេះមែនក្នុងពេលវេលាបែបនេះទើបអូមីយ៉ូប្រាប់ទៅកាន់មិត្តរបស់គេទាំងអស់គ្នាថានាងបានលងស្រឡាញ់ទៅកាន់ប្រូតា
នេះតែប្រហែលជាស្នេហាតាមម្ខាងតែប៉ុណ្ណោះនៅព្រឹត្តិការណ៍ម្សិលម៉ែនាងក៏តែជឿគាត់ដើម្បីធ្វើដំណើរទៅផ្ទះជាមួយគ្នាដោយហេតុនេះចឹងប្រូចាំម្ដាយបានប្រាប់ទៅកាន់អូនមីយ៉ូមើលទៅហាក់ដូចជាមិនមែនធ្ងន់ធ្ងរស្អីផងគាត់ធ្វើដំណើរទៅផ្ទះមួយគ្នាហ្នឹងជាក់ស្ដែងអាការនិយាយថ្ងៃរបស់គាត់ប្រហែលជាថែមលបោជ្រុលពេកថាពួកគេបានស្រឡាញ់គ្នាយ៉ាងណាក៏ដោយសម្រាប់អូមេណាមីឃើញថាប្រូតានេះបានធ្វើដំណើរចាក់ចេញពីថ្នាក់បាត់ទៅហើយចែកពួកគេទាំងអស់គ្នាចង់ឲ្យអូមីយ៉ូទៅនិយាយជាមួយគាត់និងបង្ហាញពីអារម្មណ៍ខ្លួនឯងកុំឲ្យមានការយល់ច្រឡំបន្តទៀតគេវិញណាអូមេណាមីបានសើប្រាប់ទៅកាន់អូមីយ៉ូបាច់បារម្ភតាក់ទងទៅនឹងពុតលីងនោះទេប៉ុន្តែទីពិតអូមីយ៉ូគ្មានបានចាប់អារម្មណ៍តិចសោះអំឡុងពេលរត់ដេញតាមប្រូតានេះនោះនិយាយពីថាអារម្មណ៍របស់នាងស្រស់ស្រាយជាខ្លាំងប៉ុន្តែរត់គ្មានទៅមុខអីតិចសោះយ៉ាងណាក៏ដោយបានជាពីអារម្មណ៍នាងពិតជាធូរស្បើយច្រើនគៀពេលដែលបញ្ចេញអារម្មណ៍របស់ខ្លួនឯងនៅតែតាក់ទងជាមួយនឹងប្រូតានេះវិញគាត់ពិតជាអត់សង្ឃឹមហើយសោកស្ដាយជាខ្លាំងទើបបានជានិយាយពាក្យណាប្រាប់ទៅកាន់នាងនៅពេលសម្រាប់កូនផ្ទាល់ឃើញថាអូមីយ៉ូតែងតែមកនិយាយជាមួយគាត់ហើយមិនខ្វល់ពីអារម្មណ៍របស់គាត់នោះទេជួយនិយាយលេងសើចខុសរឿងក៏ប៉ុន្តែគៀពេលដែលគាត់ឃើញនាងមកសុំគាត់ដើរទៅជាមួយគ្នាអំឡុងពេលម្សិលមិញប្រូតានេះយល់ឃើញអូមីយ៉ូអាចផ្លាស់ប្ដូរនៅមើលឃើញគាត់ក្នុងនាមជាមនុស្សសំខាន់របស់នាងប៉ុន្តែខុសពីលើការនិយាយរបស់នាងក្នុងថ្ងៃនេះវាធ្វើឲ្យគាត់រៀងខកចិត្តដែរយ៉ាងណាក៏ដោយសម្រាប់គាត់ជាមនុស្សម្នាក់ដែលឯកាគ្មានណាគេមកនិយាយជាមួយក្រៅពីអូមីយ៉ូនោះទេអំឡុងពេលដែលដើរទៅនោះគាត់បានឮសំឡេងការស្រែករបស់អូមីយ៉ូដែលថានាងបានលងស្រឡៃមកកាន់គាត់យូរមកហើយបូករួមជាមួយការសំទោសទៅកាន់ប្រូតានេះព្រោះថានាងអត់ហ៊ានបង្ហាញអារម្មណ៍មួយនឹងនៅជុំវិញមនុស្សគ្រប់គ្នានោះទេដូចជាបានព្យាយាមបដិសេធអំឡុងពេលថ្ងៃមិញមើលទៅនាងផ្ទាល់ឥឡូវហាក់ដូចជាគួរអាណិតណាស់យ៉ាងណាក៏ដោយនាងក៏ចង់នៅជាមួយប្រូតានេះឲ្យច្រើនតាមអីដែលនាងអាចធ្វើទៅបានដូចគ្នាជាស្ដែងគីអំឡុងពេលដែលគាត់មកកាន់ដៃនាងនោះនាងសប្បាយចិត្តខ្លាំងណាស់ធ្វើឲ្យនាងដេកមិនលក់តទៅពេលញើបឡើងក៏ខកម៉ោងបាត់ទៅហើយនឹងកលិតកម្មគាត់ប្រហែលជាមិនបានក៏ដូចនោះទេអាចជាដេកលក់ស្រួលជាងនាងប៉ុន្តែក៏គិតថារកពីរបស់គាត់រៀងចង់អៀនដែរពេលលឺនាងនិយាយចឹងនៅបានប្រាប់ទៅកាន់អូមីយ៉ូតែក៏ពិតទៅគឺគាត់អត់ហ៊ានទៅនិយាយជាមួយនាងទេបើសិនជានាងអត់បាននិយាយអីជាមួយនឹងគាត់ដូចនេះក៏មានន័យថាគាត់គឺជាមនុស្សម្នាក់ដែលគួរអាណិតបានត្រូវឥឡូវណាក៏បានឃើញទឹកមុខអៀនរបស់ប្រូតានេះនេះកាន់តែឃើញថាវាគួរឲ្យស្រឡាញ់លើដែររួចហើយសុកអូមីយ៉ូក៏បានយំដែរម្ដងគឺដូច្នោះបានជាប្រូតានេះទៅយកកណាត់ជូតទឹកភ្នែកឲ្យនាងមករងនឹងជូតទៅហើយក៏បានសួរទៅកាន់អូមីយ៉ូថាពេលជូតចាស់មិនបាត់អាម៉ាស្ការ៉ាដែលនាងខំលាបទៅហើយអីនៅពេលនេះកាន់តែអៀនលើសដែរព្រោះអាប៉ែម្នាក់នេះគឺបានយកចិត្តទុកដាក់ចំពោះការនិយាយរបស់នាងទាំងអស់តែម្ដងបែបហ្នឹងហើយសាច់គូរបស់យើងទៅលើអេពីសូតមួយនេះគឺមិនតែប៉ុណ្្នឹងឯងបើអ្នកគ្នាចូលចិត្តជាមួយការសម្រាយនិងសាច់គូមួយនេះអាចជួយចុច Subscribe នៅក្នុង Channel មួយនេះឲ្យមានម្នាក់មួយសិនផងចឹងហើយគឺយើងមិនតែប៉ុណ្្នឹងឯងចាប់ជួបគ្នានៅសាច់គូថ្មីៗនៅពេលក្រោយទៀតបាយបាយ